ចាក់ស្ដែងតាអាញាធរមានការជួយប្រជាពលរដ្ឋអត់ហើយអាញាធរដាក់លើដាក់សុខនឹងការជួយអត់ហើយខ្ញុំមកហ្នឹងខ្ញុំនៅគាំពាក្យសម្ដីរបស់បងប្អូនពូទាំងអស់ហ្នឹងទៅជូនលោកប្រធានសមាជិកហើយលោកប្រធានសមាជិកគាត់ចាត់ការហើយខ្ញុំក៏ចាត់ការជាមួយគាត់ដែរដែលខ្ញុំយកពាក្យសម្ដីទុកកង្វល់របស់បងប្អូនទាំងអស់ហ្នឹងទៅជូនធមូលដ្ឋានគ្រប់ជាន់ថ្នាក់ទាំងអស់ជាពិសេសបន្លាយហ្នឹងវាតាក់ទងទៅជំនុំជាតិទឹកដល់ពេលខ្ញុំចេញពីហ្នឹងទៅខ្ញុំទៅជួបមេឃុំចុះហេតុអីបានឲ្យលុបតាមខ្ញុំឮដំណឹងបងសុយគាត់ជាទន្ទប់ទី2នៅមកពីគណៈបកសំទីគាត់មានការខ្វល់ខ្វាយមានការឈឺឆ្អាលនឹងអាការលុបបន្លាយហ្នឹងបណ្ដាលឲ្យយើងនិយាយត្រង់ទៅគឺផ្ដាច់ជីវិតជីវភាពណាដល់ពេលខែប្រាំងទឹកវាអត់មានយើងធ្វើស្រែការអត់ធ្វើជាការអត់ការទេអញ្ចឹងហើយខ្ញុំបានដំណឹងថាអូមានខ្លះគេយកម៉ាស៊ីនបូមទឹកមកជួយបូមណាអញ្ចឹងណាជួយបូមណាប៉ុន្តែឥឡូវដល់ពេលបិទគឺមិនកើតអ្នកដែលបិទហ្នឹងមិនមែនអ្នកអត់អំណាចទេគឺតែធំហ៊ានបិទយើងហ្នឹងបងចេះហ៊ានបិទហ៎សូម្បីតែកាប់ដើមស្មៅនៅក្នុងប្រទេសពួកគេមកឲ្យកាប់ផងគេថាសាច់បាក់បន្លាយប៉ុន្តែអានេះថ្នាក់លុបបន្លាយបាននិយាយថាអ្នកមានអំណាចហើយអ្នកមានធំដែលជួយគាត់ហើយអញ្ចឹងហើយប្រជាពលរដ្ឋគាត់អត់មានទីពឹងទេគាត់បានតែស្រែកទៅគេអត់ជួយគាត់ទេអញ្ចឹងបាននិយាយថាយើងមានតំណាងម្នាក់តំណាងហ្នឹងគឺមកពីគណៈបកសំទីយើងជួយគាត់នៅក្នុងការទុកលំបាកហើយយើងមិនមែនសុំគាត់ទេយើងដូចបងមានសារថាសុំឲ្យមានបន្លាយឡើងវិញមិនមែនសុំទេគឺរបស់យើងត្រូវទៀមទាយើងមកវិញយល់ទេគុំមិនកាន់អ្នកខូចថាទៀមទាហើយយកចាប់អ្នកមកដាក់គុកអត់ទេប៉ុន្តែសំខាន់ឲ្យបានយើងមកវិញគេគ្រប់ទៀតហ៎ទៀតឲ្យយើងតវ៉ាអ្នកខ្លះខ្ញុំមកដំបងខ្ញុំមកផ្លែដំបងឃើញអ៊ំណានិយាយបងណាសម្ភារដាក់វិទ្យុគាត់ហ៊ានចេញឈ្មោះបងនោះហ្នឹងហើយគាត់ហ៊ានចេញឈ្មោះគាត់ខ្លាចផងយើងខ្ញុំសុំលើកទឹកចិត្តបើយើងខ្លាចបានសេចក្តីថាគេទៅចេះតែជន់យើងហើយអញ្ចឹងបាននិយាយថាយើងត្រូវតែក្លាហានបើយើងមកភូមិយើងមកខេត្តមកស្រុកយើងក្លាហានឡើងគេអត់ហ៊ានទេដូច្នេះហើយយើងត្រូវតែនាំគ្នាពូតដៃគ្នាធ្វើយ៉ាងម៉េចកុំខ្លាចដើម្បីកុំខ្លាចតើយើងរួមគ្នាដូចបងនេះមានខ្ញុំសរសើរបងហ៊ានតតាំងបងថាបងនោះគាត់បាត់ទុកបាត់អីកាបងទុកគាត់ណោះចូលទៅដល់ផ្ទះគាត់ណោះទាំងអើយហ្មងណាចូលទាំងអើយចង់ចូលទៅមកបានដល់ពេលឥឡូវនេះគេលុបបន្លាយទុកក៏លែងទៅដល់អាស្មៅក៏លែងទៅដល់មានថាផ្ទះគាត់ឆ្ងាយគាត់ជួលថាមានម៉ូតូអស់លុយទៀតអញ្ចឹងហ្នឹងហើយអញ្ចឹងយើងកុំខ្លាចយើងជួយឲ្យខ្ញុំជាអ្នកតំណាងរាស្ត្រជួយប្រជាពលរដ្ឋរឿងអញ្ចឹងមិនជួយចែកអំណោយមិនមែនជួយចែកអីអំណោយនឹងរੂបានមួយគ្រាតិចទេអំណោយ10000នេះរੂបានបន្តិចទេប៉ុន្តែយើងជួយប្រជាពលរដ្ឋរឿងបន្លាយរឿងធ្វើស្អីកុំឲ្យអ្នកមានធំធ្វើបាបយើងយល់ទេចឹងហើយខ្ញុំចេញពីតំណែងទៅខ្ញុំទៅជួបមេឃុំ